សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សឹបអារូបនេះជាវីដេអូទី27ទីរបស់យើងដែលនិទានរឿងអារូបសម្រាប់បងប្អូនស្ដាប់កំសាន្តថ្ងៃនេះយើងមានត្រឹមតែ4សាច់រឿងប៉ុណ្ណោះសម្រាប់បងប្អូនស្ដាប់ពេលអង្គុយធ្វើការពេលគេងឬពេលបើកបរធ្វើដំណើរតាមផ្លូវបើមានចំណុចខុសឆ្គងត្រង់កន្លែងណាបងប្អូនអាចបញ្ចេញមតិខាងក្រោមបានកុំភ្លេចចុច like និងជាវដើម្បីទទួលបានវីដេអូរាល់ថ្ងៃតោះកុំឲ្យខាតពេលយូរចូលមកកាន់សាច់រឿងទី1របស់យើងនៅក្នុងភូមិដាច់ស្រយាលមួយមានជំនឿបុរាណមួយដំណក់មកពីដូនតាថាប្រលឹងនៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឬស្លាប់ដោយមិនអស់ចិត្តនឹងចងចិត្តអាឃាតនឹងវិលវល់មិនព្រមទៅចាប់ជាតិពួកគេនឹងក្លាយទៅជាព្រាយអ្នកភូមិតែងតែធ្វើពិធីសែនព្រេនដើម្បីបួងសួងសុំសេចក្តីសុខនិងកុំឲ្យព្រាយមកយាយីប៉ុន្តែមានយុវជនម្នាក់ឈ្មោះសីហាដែលមានចរិតអំនួតនិងលោភលន់មិនជឿលើជំនឿទាំងនេះឡើយគេតែងតែសើចចំអកឲ្យអ្នកភូមិដែលធ្វើពិធីសែនព្រេននិងចាត់ទុកថាវាជារឿងគ្មានន័យយប់មួយសីហាបានលួចចូលទៅក្នុងព្រៃក្រោយភូមិដើម្បីកាប់យកដើមជ្រៃមួយដើមដែលអ្នកភូមិជឿថាជាកន្លែងដែលព្រាយស្នាក់នៅគេមានបំណងយកឈើមកធ្វើជាគ្រឿងសង្ហារឹមលូកឲ្យអ្នកមានស្ដុកស្ដាំខណៈដែលកំពុងកាប់ដើមជ្រៃស្រាប់តែមានសំឡេងមួយបន្លឺឡើងពីក្រោយខ្នងសីហាញាក់ក្រោយក៏ឃើញស្រមោលស្ត្រីម្នាក់ឈរនៅក្រោមដើមជ្រៃខ្លងសភាពភ្នែកបើកធ្លុះហូរឈាមស្អុយនិងមានខ្សែអំបក់ដេរជាប់ពេញផ្ទៃមុខភ្លាមនោះភ្លើងក្នុងព្រៃចាប់ផ្ដើមព្រិចរួចប្រែជាពណ៌ក្រហមដូចឈាមសីហាព្យាយាមរត់ទៅផ្ទះប៉ុន្តែជើងរបស់គេមិនអាចរុំកិនបានឡើយដូចជាមានអ្វីមួយយ៉ាងមកទាញជាប់ស្រាប់តែមានដៃម្ខាងដែលសល់តែឆ្អឹងនិងសាច់រលួយលូកមកចាប់ស្មាគេពីក្រោយរួចខ្សឹបទិដ្ឋថាយកដើមជ្រៃយើងមកវិញយកប្រលឹងយើងមកវិញព្រាយបានប្រើកម្លាំងវិញ្ញាណទាញសីហាឲ្យផ្អឹបទៅនឹងដើមជ្រៃនាងបានប្រើដៃឆ្កឹះមកខ្វេះយកក្រាប់ភ្នែកសីហាម្ដងម្ខាងទាំងពីររួចយកទៅញាត់ចូលក្នុងប្រហោងភ្នែករបស់នាងវិញសីហាស្រែកធ្ងរដោយភាពឈឺចាប់ប៉ុន្តែនាងមិនឈប់ឡើយនាងបានប្រើខ្សែលួដែកមកដេរមាត់សីហាឲ្យញញឹមដូចជារូបថតដែលគេធ្លាប់ធ្វើដាក់នាងឯងចង់បានដើមជ្រៃយើងណាស់មែនទេចាំយើងដេរស្បែកឯងធ្វើជាដើមជ្រៃឲ្យមើលអ្វីដែលរន្ធត់បំផុតនោះគឺព្រាយបានប្រើកន្ត្រៃកាត់ឆ្អឹងមកកាត់ម្រាមដៃសីហាម្ដងមួយរួចយកទៅដោតចូលក្នុងមាត់របស់គេបន្ទាប់មកនាងបានប្រើទឹកអាស៊ីតមកស្រោចលើផ្ទៃមុខសីហាបណ្ដាលឲ្យសាច់មុខរលាយខូចរូបរាងខណៈដែលសីហានៅមានដង្ហើមនាងបានប្រើខ្សែលួចងសពមកដោតទម្លុះភ្នែកសីហាទាំងសងខាងរួចទាញអូសក្បាលគេឲ្យបោកនឹងដើមជ្រៃរហូតដល់លលើដើរខ្កាប់ខ្ទេចដោយសភាពដែលនាងស្លាប់មុននឹងស្លាប់សីហាបានឃើញព្រាយយកធ្មេញរបស់គេមកទំជាស៊ីក្រឹកទាំងឈាមស្រស់ព្រឹកឡើងអ្នកភូមិបានឃើញសាកសពសីហាដេកស្លាប់នៅក្រោមដើមជ្រៃក្នុងសភាពរន្ធត់បំផុតគឺមាត់គ្មានធ្មេញសោះបីតែមួយគ្រាប់ក្បាលត្រូវបានបកស្បែកចេញអស់និងភ្នែកទាំងពីរត្រូវបានជំនួសដោយធ្មេញមៀតចំណែកឯដើមជ្រៃដែលសីហាបានកាប់បែរជាមានសភាពស្រស់ស្អាតដោយដើមវិញហាក់ដូចជាមិនមានរឿងអ្វីកើតឡើងចាប់ពីពេលនោះមកដើមជ្រៃនោះត្រូវបានគេបោះបង់ចោលប៉ុន្តែអ្នកភូមិតែងតែឮសំឡេងធ្ងររកធ្មេញមិនឈប់ចេញពីដើមជ្រៃនោះនៅរាល់យប់ថ្ងៃសេលចូលមកកាន់សាច់រឿងទី2របស់យើងមានស្ពានមួយកន្លែងដែលគេបានហៅឈ្មោះថាស្ពានដែកបាក់គឺជាស្ពានចាស់សល់ពីសម័យសង្គ្រាមដែលអ្នកភូមិតែងតែល្បីថាមានព្រាយស្ពានស្នាក់នៅចាំយកជីវិតមនុស្សជំនួសជើងព្រាយកាលពី10ឆ្នាំមុនមានកម្មការិនីរោងចក្រម្នាក់ឈ្មោះស្រីមុំដែលជិះម៉ូតូកាត់ស្ពាននោះនៅយប់មេឃភ្លៀងខ្លាំងដោយសារស្ពានរអិលនិងគ្មានភ្លើងនាងបានដួលបោកក្បាលនឹងបង្កាន់ដៃស្ពានរួចដាច់ក្បាលធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់នៅយប់នោះបុរសម្នាក់ឈ្មោះតារាបានឃើញហេតុការណ៍ទាំងស្រុងប៉ុន្តែដោយសារគេឃើញខ្សែកមាសនិងកាបូបលុយរបស់ស្រីមុំធ្លាក់នៅជិតនោះគេមិនបានជួយឲ្យគេឯងឡើយផ្ទុយទៅវិញតារាបានលួចយកទ្រព្យសម្បត្តិទាំងនោះរួចធាក់សាកសពដែលគ្មានក្បាលរបស់ស្រីមុំទម្លាក់ចូលទៅក្នុងទឹកទន្លេដើម្បីបំបត្តិភ័ស្តុតាងមុននឹងស្លាប់វិញ្ញាណស្រីមុំបានចងចិត្តអាឃាតថានឹងវិលមកយកក្បាលនិងជីវិតអ្នកដែលក្បត់នឹងសិលធម៌មនុស្ស10ឆ្នាំក្រោយមកតារាបានក្លាយទៅជាអ្នកមានម្នាក់ដោយសាររបររកស៊ីមិនស្មោះត្រង់យប់មួយ
គេត្រីបើកឡានកាត់ស្ពានដែកបាក់នោះម្នាក់ឯងនៅម៉ោង 2 រំលងអធ្រាត្រស្រាប់តែឡានរបស់គេរលត់ម៉ាស៊ីននៅចំកណ្ដាលស្ពានផ្សែងអបពណ៌សក្រដាប់បានភាយចេញពីទឹកទន្លេមកគ្របឡានទាំងមូលមានសម្លេងដូចជាមាននរណាម្នាក់កំពុងអករបស់ធ្ងន់នៅលើកម្រាលដែកស្ពានតារាងាកមើលក្រចកក្រោយក៏ឃើញស្រមោលស្ត្រីម្នាក់ឈរនៅពីក្រោយឡានក្នុងសភាពស្មាមិនមានក្បាលវាសល់តែសរសៃឈាមនិងបំពង់ខ្យល់ដែលកំពុងបាញ់ឈាមខ្មៅៗចេញមកខ្មោចស្រីមុំបានលោតមកទុំលើដើមឡានរួចប្រែក្រចកដ៏មុតស្រួតហែកដែកដំបូលឡានដូចហែកក្រដាសនាងបានលូដៃដែលរលួយសល់តែឆ្អឹងមកចាប់ច្របាច់កតារារួចទាញគេចេញមកក្រៅឡានយកក្បាលយើមកវិញយកមាសយើមកវិញសំឡេងនោះបន្លឺចេញពីក្នុងបំពង់កដែលដាច់រហែកគួរឲ្យព្រឺក្បាលបំផុតនាងបានប្រើខ្សែលួដែកដែលដោះច្រេះពីបង្កាន់ដៃស្ពានមកចងរឹតដៃជើងតារាជាប់នឹងសសរស្ពានរួចនាងបានប្រើកន្ត្រីកាត់ដែកដ៏ធំមួយមកកាត់ម្រាមដៃតារាម្ដងមួយរួចញាត់ចូលក្នុងបំពង់ករបស់នាងដែលកំពុងហូរឈាមអ្វីដែលតក់ស្លុតបំផុតនោះគឺនាងបានប្រើដែកកាប់បោះមកខ្វែកយកក្របភ្នែកតារាទាំងរស់រួចយកទៅដោតជាប់នឹងបង្កាន់ដៃស្ពានដ៏ខ្ពស់មួយដើម្បីឲ្យគេមើលឃើញពីភាពវេទនារបស់នាងជាចុងក្រោយនាងបានប្រើរណាអាដែកមកអាកតារាយឺតរហូតដល់ក្បាលតារាដាច់ធ្លាក់មកដីនាងបានរើសក្បាលតារាមកដាក់លើស្មារបស់នាងរួចសើចយ៉ាងសប្បាយជាទាំងឈាមស្រស់បាញ់ពេញមុខព្រឹកឡើងអ្នកភូមិបានឃើញឡានតារាចតចោលនៅលើស្ពានប៉ុន្តែនៅខាងក្នុងមានតែសាកសពដែលគ្មានក្បាលអង្គុយនៅកៅអីឯបើកបរចំណែកឯក្បាលរបស់តារាត្រូវបានគេរកឃើញដោតជាប់នឹងបង្កាន់ដៃស្ពានដ៏ខ្ពស់មួយក្នុងសភាពភ្នែកបើកធ្លុះនិងមានខ្សែកមាសដែលគេធ្លាប់លួចញាត់ចូលក្នុងមាត់របស់គេចាប់ពីពេលនោះមកអ្នកភូមិគ្មាននរណាម្នាក់ហ៊ានឆ្លងកាត់ស្ពានដែកបាក់នោះនៅពេលយប់ឡើយគេតែងតែឮសំឡេងស្ត្រីយំសោតនិងសំឡេងអូសដែកនៅលើស្ពានជារៀងរាល់យប់ថ្ងៃសេលចូលមកកាន់សាច់រឿងទី3របស់យើងលោកវិជ្ជបណ្ឌិតតុលាគឺជាគ្រូពេទ្យវះកាត់ដ៏មានឥទ្ធិពលម្នាក់ក្នុងមន្ទីរពេទ្យឯកជនដ៏ធំមួយប៉ុន្តែនៅពីក្រោយភាពល្បីល្បាញតុលាគឺជាមេខ្លោងលួចបន្លំដោះគ្រឿក្នុងសាកសពឬអ្នកជំងឺដែលគ្មានសាច់ញាតិយកទៅលក់ក្នុងទីផ្សារងងឹតជនរងគ្រោះចុងក្រោយរបស់គេគឺជាបុរសកំសត់ម្នាក់ឈ្មោះសុកដែលចូលមកព្យាបាលរបួសជើងធម្មតាតុលាបានប្រើល្បិចចាក់ថ្នាំសន្លប់លើសកម្រិតឲ្យសុកស្លាប់រួចលួចវះយកបេះដូងនិងគ្រាប់ភ្នែករបស់សុកទាំងស្រស់ខណៈដែលសុកនៅមានដង្ហើមមុននឹងដាច់ខ្យល់សុកបានបែកភ្នែកសម្លឹងមើលមុខតុលាទាំងកំហឹងនឹងការឈឺចាប់ជាទីបំផុតតុលាបានបោះសាកសពសុកចូលទៅក្នុងឡដិតខ្មោចមន្ទីរពេទ្យដើម្បីបំបត្តិភស្តុតាងប៉ុន្តែវិញ្ញាណរបស់សុកមិនបានទៅណាឡើយគឺនៅវិលៗក្នុងបន្ទប់វះកាត់ដើម្បីរងចាំការសងសឹកមួយសប្តាហ៍ក្រោយមកនៅយប់ថ្ងៃសិលម៉ោង 3 ទៀបភ្លឺខណៈដែលតុលាកំពុងសម្រាកក្នុងបន្ទប់ធ្វើការស្រាប់តែគេឮសំឡេងកង់រទេសសពរុញកាត់មុខបន្ទប់យឺតក្លិនទឹកថ្នាំអាល់កុលលាយឡំជាមួយក្លិនសាច់ស្អុយរលួយបានភាយចូលមកក្នុងច្រមុះគេយ៉ាងខ្លាំងតុលាបើកទ្វារមើលក៏ឃើញច្រកដឿងហែមន្ទីរពេទ្យប្រែជាពណ៌ក្រហមឆ្អៅហើយភ្លើងចាប់ផ្ដើមព្រិចនៅចំកណ្ដាលផ្លូវគេឃើញសាកសពបុរសម្នាក់ដេកលើរទេះរុនគ្របដោយក្រណាត់សពណ៌ឈាមស្រាប់តែក្រណាត់នោះរបើកចេញមកឃើញសុកក្នុងសភាពដើមទ្រូងប្រហោងធ្លុះឃើញដល់ឆ្អឹងចំនីភ្នែកទាំងគូសតែរណ្ដៅខ្មៅងងឹតដែលមានឈាមហូរចេញមកមិនឈប់តុលាព្យាយាមរត់ទៅចន្ទាយន្តប៉ុន្តែទ្វារចន្ទាយន្តបើកមកឃើញតែសាច់មនុស្សនិងឈាមបាញ់ចេញមកខ្មោចសុកបានប្រើកម្លាំងវិញ្ញាណទាញតុលាឲ្យដេកផ្ងាស់ក្រពឹងលើតុវះកាត់រួចប្រើខ្សែលួចចងសពមកចងរឹតដៃជើងគេជាប់យ៉ាងណែនបណ្ឌិតស្រឡាញ់បេះដូងយើងណាស់មែនទេចូលបបដូរយកបេះដូងបណ្ឌិតមកដាក់ឲ្យយើងវិញតើល្អទេខ្មោចសុកបានប្រើកំបិតវះកាត់ច្រេះមកវះកាត់បំពង់កតុលាម្ដងបន្តិចឲ្យដាច់ស្រសៃសំឡេងដើម្បីកុំឲ្យគេស្រែកបានរួចនានបានប្រើដៃកាបមកកាច់បំបែកឆ្អឹងជំនីតុលាបណ្ដាលឲ្យសួតរបស់គេលេចចេញមកក្រៅអ្វីដែលតក់ស្លុតបំផុតនោះគឺសុកបានលួចដៃដែលរលួយចូលទៅក្នុងទ្រូងតុលារួចចាប់ទាញបេះដូងដែលកំពុងលោតមកក្រៅទាំងស្រស់ខណៈដែលតុលានៅមានដង្ហើមមើលសកម្មភាពនោះទាំងភ្នែកស្លមិនទាន់អស់ឡើយសុកបានយកអាស៊ីតលាងឧបករណ៍ពេទ្យមកស្រោចចូលក្នុងមាត់តុលាបណ្ដាលឲ្យគ្រឿងក្នុងរបស់គេរលាយហើយផ្សើមជាចុងក្រោយនាងបានប្រើម៉ាស៊ីនអាឆ្អឹងមកអាកាត់ក្បាលតុលារួចយកទៅញាត់ចូលទៅក្នុងធុងសម្រាមកាកសំណល់វិជ្ជសាស្ត្រ
ព្រឹកឡើងក្រុមគ្រូពេទ្យបានបើកបន្ទប់វះកាត់ចូលមកក៏ត្រូវដួលសម្លាប់នឹងកន្លែងគេឃើញសាកសពលោកវិជ្ជបណ្ឌិតដុល្លារដេកស្លាប់ក្នុងសភាពរន្ធត់បំផុតទ្រូងប្រហោងធ្លុះបាត់បេះដូងភ្នែកទាំងគូត្រូវគេដោតជាប់នឹងឡេនមីក្រូស្កូបហើយមាត់ត្រូវគេដេរជាប់ដោយស្រសៃអំបោះវះកាត់នៅលើជញ្ជាំងបន្ទប់មានសរសេរអក្សរឈាមថាការវះកាត់ជោគជ័យរឿងនេះចង់អប់រំអំពីអកតញ្ញូនិងអសីលធម៌ក្នុងវិជ្ជាជីវៈគ្រូពេទ្យដែលគួរតែជាអ្នកសង្គ្រោះជីវិតបែរជាប្រើចំណេះដឹងមកបៀតបៀនជីវិតអ្នកដទៃដើម្បីលួចកាក់គឺជាបាបកម្មដែលធ្ងន់បំផុតគ្មានអ្វីអាចបិទបាំងកម្មផលឡើយទោះបីជាស្ថិតក្នុងបន្ទប់វះកាត់ដែលបិទជិតយ៉ាងណាក៏ដោយអ្វីដែលអ្នកបានធ្វើលើរាងកាយអ្នកដទៃវានឹងវិលត្រឡប់មកហែកហួររាងកាយអ្នកវិញយ៉ាងវេទនាបំផុតចូលមកកាន់សាច់រឿងទី4សាច់រឿងចុងក្រោយសម្រាប់ថ្ងៃនេះមេឃុំសៅគឺជាអ្នកមានអំណាចម្នាក់ក្នុងឃុំនិងមានចិត្តលោភលន់ចង់បានដីតំបន់បឹងឈូកដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនថ្ងៃមួយក្មេងស្រីក្រីក្រម្នាក់ឈ្មោះផ្កាអាយុ10ឆ្នាំបានដើរទៅបេះផ្កាឈូកនៅមាត់បឹងហើយបានឃើញលោកសៅកំពុងលួចចាក់កាកសំណល់គីមីចូលក្នុងបឹងនោះដោយខ្លាចក្មេងស្រីយកទៅប្រាប់អ្នកភូមិលោកសៅបានប្រើល្បិចហៅក្មេងស្រីឲ្យមកជិតរួចចាប់ច្របាច់កនាងនិងសង្កត់ក្បាលនាងចូលទៅក្នុងទឹកបឹងយ៉ាងសាហាវផ្កាបានព្យាយាមរើបំរាក់យ៉ាងខ្លាំងរហូតដល់ដាច់ក្រជឹកដៃក្រញ៉ៅដីមាត់បឹងប៉ុន្តែលោកសៅមិនព្រមលែងឡើយគេបានយកខ្សែលួចដែកមកចងជើងផ្កាជាប់នឹងថ្មផោងដ៏ធំរួចរុននាងទម្លាក់ចូលទៅក្នុងបាតបឹងទាំងដែលនាងនៅមៀងដងហើមមុននឹងដាច់ខ្យល់ភ្នែកផ្កាបើកធ្លុះសម្លឹងមើលផ្ទៃទឹកដែលប្រែជាពណ៌ខ្មៅងងឹតមួយឆ្នាំក្រោយមកលោកសៅបានក្លាយជាម្ចាស់រីសតដ៏ប្រណិតនៅមាត់បឹងនោះយប់មួយខណៈដែលគេកំពុងជិះទូកកំសាន្តកណ្ដាលបឹងនៅម៉ោង12អាធ្រាត្រស្រាប់តែទឹកបឹងដែលធ្លាប់តែថ្លាបានប្រែជាមានក្លិនស្អុយរលួយខ្លាំងផ្កាឈូកដែលរីកស្អាតចាប់ផ្ដើមប្រែជាពណ៌ក្រហមដូចឈាមនិងស្រពោនបាត់បង់សម្រស់ភ្លាមសំឡេងក្រជៀកកោសបាតទូកបន្លឺឡើងយ៉ាងច្បាស់លោកសៅអោនមេលទឹកក៏ខឿងស្រមោក្មេងស្រីម្នាក់អណ្ដែតនៅក្រោមផ្ទៃទឹកភ្លាមនោះមានដៃតូចដែលរលួយសល់តែឆ្អឹងនិងមានស្លែរុំពពួតលូកចេញពីទឹកមកចាប់ទាញដៃលោកសៅយ៉ាងណែននោះគឺផ្កាដែលឥឡូវនេះមានស្បែកស្លេកស្លាំងហើមប៉ោងភ្នែកម្ខាងបាត់បង់សល់តែរុនដែលត្រីស៊ីអស់និងមានកូនឈូកដុះចេញពីមាត់ខ្មោចផ្កាបាំងទាញលោកសៅឲ្យធ្លាក់ចូលទៅក្នុងទឹកបឹងទោះបីជាគេចេះហែលទឹកយ៉ាងណាក៏ដោយក៏ជើងរបស់គេត្រូវវល័យឈូករាប់ពាន់ស្រសៃរុំពពួតជាប់ដូចជាខ្សែចំណងផ្កាបានប្រើកំបិតមុតស្រួចដែលធ្វើពីស្រលឹកឈូកដែកមកវះមាត់លោកសៅឲ្យហាមាត់ធំរួចញាត់ផ្អុកស្អុយនិងក្របឈូកមរណៈចូលក្នុងបំពង់កគេទាំងស្រស់ពូស្រឡាញ់បឹងនេះណាស់មែនទេចុះបើបដូរមកធ្វើជាជីឲ្យឈូកអូនវិញតើល្អទេខ្មោចផ្កាបានប្រើមកជួលដែកវែងមកដោតទម្លុះភ្នែកលោកសៅរួចដេរភ្ជាប់ត្រប៉ាក់ភ្នែកគេឲ្យបើកធ្លុះជានិច្ចដើម្បីឲ្យគេឃើញពីភាពងងឹតក្រោមបាតបឹងអ្វីដែលតក់ស្លុតបំផុតនោះគឺនាងបានប្រើកន្ត្រៃកាត់ស្មៅមកកាត់អណ្ដាតលោកសៅចេញរួចយកថ្មផោងដែលគេធ្លាប់ចងជើងនាងមកសង្កត់លើទ្រូងលោកសៅរហូតដល់បែកឆ្អឹងជំនីធ្លុះទៅសួតឈាមស្រស់បាញ់ខ្ចាយពេញទឹកបឹងលោកសៅស្លាប់នៅក្នុងភាពតក់ស្លុតបំផុតខណៈដែលវិញ្ញាណផ្កាទាញសាកសពគេចុះទៅក្នុងផ្អកជ្រៅដែលគ្មានថ្ងៃងើបរួចព្រឹកឡើងអ្នកភូមិបានឃើញទូកទិញទេអណ្ដែតកណ្ដាលបឹងប៉ុន្តែរកសាកសពលោកសៅមិនឃើញឡើយអ្វីដែលចម្លែកនោះគឺនៅមាត់បឹងមានផ្កាឈូកសស្អាតមួយទង់រីកយ៉ាងធំនិងនៅចំកណ្ដាលផ្កានោះមានគ្រាប់ភ្នែកមនុស្សម្នាក់សម្លឹងមកអ្នកភូមិជានិច្ចចាប់ពីពេលនោះមកអ្នកភូមិតែងតែឮសំឡេងក្មេងស្រីសើចលេងនៅមាត់បឹងប៉ុន្តែគ្មាននរណាហ៊ានទៅជិតបឹងនោះទេរឿងនេះចង់អប់រំអំពីកម្មផលដែលកើតចេញពីការសម្លាប់មនុស្សដើម្បីបិទបាំងកំហុសនិងអយុត្តិធម៌ចំពោះកុមារមនុស្សដែលមានអំណាចហើយប្រើអំណាចនោះមកជិះជន់ឬបំផ្លាញជីវិតអ្នកទន់ខ្សោយនឹងត្រូវវិនិច្ឆ័យទៅវិញដោយសារការសងសឹកនៃកម្មពៀររបស់ខ្លួនធម្មជាតិមានភ្នែកបាបកម្មមានពិតហើយទឹកបាំងដែលស្ងប់ស្ងាត់គឺជាកន្លែងដែលកប់ទុកនូវអធិកម្មបាំងនិងការសងសឹកដ៏សាហាវបំផុតសាច់រឿងរបស់យើងថ្ងៃនេះមានតែប៉ុណ្ណឹងសម្រាប់ថ្ងៃនេះអរគុណដល់បងប្អូនដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូថ្ងៃស្អែកសូមអរគុណសូមជម្រាបលា